វីដេអូនេះរាងវែងបន្តិចប៉ុន្តែមានប្រយោជន៍សម្រាប់បងប្អូនដែលទើបតែចប់ទី12ហើយបងប្អូនកំពុងតែមានគម្រោងចង់ទៅរៀនអក្សរសាស្ត្រចិនឬក៏ដាក់អាហារូបករណ៍ទៅរៀននៅឯប្រទេសចិនហើយធ្វើយ៉ាងម៉េចដើម្បីទទួលបានឱកាសដាក់អាហារូបករណ៍ទៅរៀននៅឯប្រទេសចិន Step ទី1អ្នកនរគ្នាត្រូវស្វែងរកសាលារៀនភាសាចិនណាដែលអ្នកនរគ្នាទុកចិត្តបានហើយសាលារៀនភាសាចិនណាដែលអ្នកនរគ្នាអាចប្រឡង XSK បានដោយសារអ្នកនរគ្នាទៅរៀននៅឯប្រទេសចិនត្រូវមាន XSK កម្រិត4ដល់6ទើបអាចរៀនបានទៅតាមមុខជំនាញនីមួយៗដែលអ្នកនរគ្នា apply ទៅលើមុខជំនាញទាំងអស់ហ្នឹងអញ្ចឹងសាលារៀនទី1គឺសាលារៀនខុងជឺនៅឯបណ្ឌិតរាជសភាកម្ពុជាយើងហ្នឹងក្នុងបណ្ឌិតរាជសភាហ្នឹងតែម្ដងហើយនៅក្នុងបណ្ឌិតរាជសភាហ្នឹងក៏មានវិទ្យាឋានមួយដែរគឺហៅថាវិទ្យាឋានគ្រូកុសលកម្ពុជាវិទ្យាឋានគ្រូកុសលកម្ពុជានេះដែរអ្នកនរគ្នាអាចរៀនជាគ្រូកុសលរយៈពេល4ឆ្នាំហើយមានឱកាសទៅរៀនតនៅចិន2ឆ្នាំគឺ4ឆ្នាំមានថា2ឆ្នាំរៀននៅស្រុកខ្មែរ2ឆ្នាំទៀតរៀននៅឯចិនប៉ុន្តែតម្រូវឲ្យអ្នកនរគ្នាមាន XSK4 កម្រិតពិន្ទុពី10ទៅ15មិនដឹងខ្ញុំចាំមិនច្បាស់ដែរហើយអ្នកនរគ្នាអាច apply ដើម្បីយកអាហារូបករណ៍នៅក្នុងសាលានឹងបានហើយមួយវិញទៀតអ្នកនរគ្នាអាចប្រឡង ASK ដោយខ្លួនឯងបានគឺនៅក្នុងសាលាខុងជឺក៏បានឬក៏នៅក្នុងសាលាវិទ្យាឋានគ្រូសាស្ត្រកម្ពុជានឹងក៏បានដែរមានកម្រិត3ដល់កម្រិត6បើសិនបើអ្នកនរគ្នាចេះចិនស្រាប់ណាអ្នកនរគ្នាហើយមួយវិញទៀតបើសិនបើអ្នកនរគ្នាទទួលបាន certificate តាក់ទងជាមួយនឹងXSK ហ្នឹងហើយអ្នកនរគ្នាអាចធ្វើការ apply direct ដោយខ្លួនឯងទៅប្រទេសចិនហ្មងក៏បានដែរគឺទៅតាម website មួយគឺ CIC គឺ China Government Scholarship អ្នកនរគ្នាអាច search នៅក្នុង Google ទៅហើយគេនឹងមានរបៀប apply តម្រូវការអី document អីមួយចំនួនគេនឹងសរសេរ detail ហើយសាកលវិទ្យាល័យណាសាកលវិទ្យាល័យណានៅក្នុងប្រទេសចិនអញ្ចឹងអ្នកនរគ្នាអាចធ្វើការ apply នៅក្នុង website ហ្នឹងបានប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនទាំងអស់គ្នាត្រូវមាន XSK 4ឬក៏ XSK 5ដើម្បី apply អាហារូបករណ៍ទាំងអស់ហ្នឹងអញ្ចឹងឱកាសវានឹងរងចាំអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាចេះបង្កើតឱកាសដែរឬអត់សំខាន់អ្នកទាំងអស់គ្នាចង់ទៅរៀននៅឯប្រទេសចិនដែរឬអត់ហើយមួយវិញទៀតអ្នកទាំងអស់គ្នាពេលបច្ចុប្បន្ននេះការសិក្សានៅឯប្រទេសចិនគឺមានប្រយោជន៍មែនទែនហើយគឺជាប្រទេសដែលអភិវឌ្ឍមែនទែនដែលទទួលបានចំណេះដឹងច្រើនមែនទែនពីការសិក្សានៅឯប្រទេសចិនហើយមួយវិញទៀតអ្នកចេះចិនភាគច្រើនក៏មានទីផ្សារការងារច្រើនផងដែរអញ្ចឹងសង្ឃឹមបងប្អូនអ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមឬក៏ចង់ដឹងព័ត៌មានអីបន្ថែមអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំបានជួបបានសង្ឃឹមនៅវីដេអូក្រោយបាយបាយចៃជៀន